ហេតុការណ៍ទាំង5ដែលលោកយាយបាបាវ៉ាន់ហ្គាបានទូទីសម្រាប់ឆ្នាំ2025ថ្ងៃនេះយើងនឹងមកស្វែងយល់អំពីហេតុការណ៍ទាំង5ដែលអាចនឹងកើតឡើងនៅក្នុងឆ្នាំ2025នេះយោងទៅតាមការទូទីរបស់លោកយាយបាបាវ៉ាន់ហ្គាដែលគេស្គាល់ថាជាលោកយាយពីការភ្នែកទាំងសងខាងម្នាក់មានសមត្ថភាពអាចទូទាយអំពីហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងនៅថ្ងៃអនាគតតើហេតុការណ៍ទាំងនោះមានអ្វីខ្លះយើងនឹងមកតាមដានទាំងអស់គ្នា 1. ចំនួនដ៏ធំនៅទ្វីបអឺរ៉ុបលោកយាយបាបាវ៉ាន់ហ្គាបានទូទាយថានៅឆ្នាំ2025នេះអាចនឹងមានចំនួនដ៏ធំមួយកើតឡើងនៅទ្វីបអឺរ៉ុបដែលអាចនាំឲ្យមានការបំផ្លិចបំផ្លាញដ៏ធំជាក់ស្ដែងនាពេលបច្ចុប្បន្ននេះភាពតានតឹងរវាងអង្គការ NATO និងរុស្ស៊ីនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភថាអាចនឹងនាំឲ្យកើតមាននៅសង្គ្រាមលោកលើកទី3 បើសិនជាសង្គ្រាមលោកលើកទី3កើតឡើងពិតមែននោះទ្វីបអឺរ៉ុបទាំងមូលនឹងរងនឹងការវិនាសយ៉ាងធ្ងន់ធ្ងរពលគឺមិនចាញ់សង្គ្រាមលោកលើកទី1និងទី2នោះឡើយហើយមិនមែនមានត្រឹមតែទ្វីបអឺរ៉ុបប៉ុណ្ណោះទេពិភពលោកទាំងមូលក៏មិនអាចជៀសផុតអំពីផលប៉ះពាល់នៃសង្គ្រាមនេះបាននោះដែរ 2. ទំនាក់ទំនងជាមួយមនុស្សក្រៅភពលោកយាយបាបាវ៉ាន់ហ្គាបានទូទាយថានៅឆ្នាំ2025នេះមនុស្សនៅលើផែនដីអាចនឹងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមកពីភពផ្សេងប្រសិនបើមានរឿងនេះកើតឡើងពិតមែននោះវាមិនត្រឹមតែជារឿងដែលគួរឲ្យរំភើបប៉ុណ្ណោះទេហើយវាថែមទាំងជារឿងដែលគួរឲ្យរន្ធត់ទៀតផងសាកស្រមៃថាពេលដែលអ្នកមើលទៅលើមេឃហើយមានយានអវកាសមួយយ៉ាងធំហោះសម្ដៅមកចុះចតនៅលើផែនដីតើអ្នកនឹងមានអារម្មណ៍យ៉ាងណាមនុស្សមួយចំនួនប្រហែលជាមានអារម្មណ៍ថាសប្បាយរីករាយដែលគិតថាមនុស្សនៅលើផែនដីអាចនឹងទទួលបាននូវបច្ចេកវិទ្យាថ្មីៗពីមនុស្សក្រៅភពដើម្បីយកមកធ្វើការអភិវឌ្ឍទីក្រុងឬប្រទេសរបស់ពួកគេឲ្យកាន់តែមានភាពទំនើបខណៈពេលជាមួយគ្នានេះដែរក៏មានមនុស្សមួយចំនួនទៀតដែលមានការភ័យខ្លាចថាការមកដល់នៃមនុស្សក្រៅភពអាចបណ្ដាលឲ្យមានចំនួនកើតឡើងនាំឲ្យជីវិតនៅលើផែនដីរងនឹងការវិនាសទី3គ្រោះធម្មជាតិវាប្រហារជីវិតនានាលើផែនដីយោងទៅតាមការទូទាយរបស់លោកយាយបាបាវ៉ាន់ហ្គាក្នុងឆ្នាំ2025នេះគ្រោះមហន្តរាយធម្មជាតិជាច្រើនអាចនឹងត្រូវបានកើតឡើងហើយនាំឲ្យមានការឆក់យកអាយុជីវិតរបស់មនុស្សសត្វរុក្ខជាតិជាច្រើនជាក់ស្ដែងនៅពេលថ្មីនេះមានហេតុការណ៍គ្រោះធម្មជាតិជាច្រើនបានកើតឡើងរួចទៅហើយដូចជាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានិងថៃដែលមានកម្រិតរហូតដល់ 7.7 Richter កាលពីថ្ងៃទី28ខែមីនាដែលគេព្យាករណ៍បឋមថាអាចនឹងមានមនុស្សស្លាប់រាប់ពាន់និងបាត់ខ្លួនរហូតដល់រាប់ម៉ឺននាក់ឯណោះមិនត្រឹមតែប៉ុណ្ណោះគ្រោះទឹកជំនន់នៅបូលីវីសម្លាប់មនុស្សអស់50នាក់និងបាត់ខ្លួន100,000នាក់ហើយភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាបានបំផ្លិចបំផ្លាញព្រៃឈើនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរហូតដល់ 15,000 ហិកតាកាលពីខែមករាកន្លងទៅទី4ការរំខានពីព្យុះព្រះអាទិត្យនៅឆ្នាំ2025នេះយើងអាចនឹងប្រឈមនឹងការរំខានពីព្យុះព្រះអាទិត្យដែលបណ្ដាលឲ្យប្រព័ន្ធទំនាក់ទំនងទូទាំងសកលលោកត្រូវបានកាត់ផ្តាច់អស់ជាច្រើនម៉ោងសាកស្រមៃថាអ្នកទាំងអស់គ្នាកំពុងផ្សាយបន្តផ្ទាល់សកម្មភាពលក់ទំនិញផ្សព្វផ្សាយអាជីវកម្មសុកស្រាប់តែមានការរអាក់រអួលអស់រយៈពេលជាច្រើនម៉ោងតើអាជីវកម្មរបស់អ្នកទាំងអស់គ្នានឹងរងនឹងការខាតបង់ប៉ុន្មានជាពិសេសក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា TikTok Facebook បណ្ដាញសង្គម X ឬ YouTube ដែលអាចរកចំណូលបានរាប់រយលានដុល្លារក្នុងរយៈពេល1នាទីតើពួកគេនឹងត្រូវខាតបង់ចំណូលប៉ុន្មានព្យុះព្រះអាទិត្យអាចកាត់ផ្តាច់រលកសញ្ញាដែលបញ្ជូនពីផ្កាយរណបទៅកាន់ឧបករណ៍ចល័តឬពីឧបករណ៍ចល័តទៅឧបករណ៍ចល័តដូចគ្នាដែលធ្វើឲ្យទិន្នន័យដែលបញ្ជូនសម្រាប់ការទំនាក់ទំនងរងនឹងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទី5សរីរាង្គមនុស្សអាចនឹងត្រូវបានដាំដុះនៅក្នុងមន្ទីរពិសោធន៍លោកយាយបាបាវ៉ាន់ហ្គាក៏បានព្យាករណ៍ផងដែរអំពីបដិវត្តន៍វិទ្យាសាស្ត្រនៅឆ្នាំ2025គាត់បានព្យាករណ៍ថាអ្នកវិទ្យាសាស្ត្រអាចនឹងធ្វើឲ្យមានដំណើរការនៃការលូតលាស់សរីរាង្គរបស់មនុស្សដែលមានភាពល្អឥតខ្ចោះនៅក្នុងមន្ទីរពិសោធន៍សរីរាង្គដែលអាចរកបានយ៉ាងងាយស្រួលសម្រាប់ការផ្លាស់ប្ដូរដើម្បីពន្យាអាយុកាលនៃជីវិតរបស់មនុស្សរាប់លាននាក់របបគំហើញនេះនឹងត្រូវបានគេសាទរជាសមិទ្ធផលដ៏អស្ចារ្យបំផុតមួយរបស់វិទ្យាសាស្ត្រសម័យទំនើបសរីរាង្គសំខាន់ដូចជាបេះដូងសួតនិងតម្រងនោមអាចនឹងត្រូវបានបណ្ដុះនិងលូតលាស់ដោយមន្ទីរពិសោធន៍
ហើយមនុស្សជាតិអាចនឹងខិតតែចិត្តការជៀសផុតពីបញ្ហាសុខភាពសំខាន់ៗមួយចំនួនអ្នកខ្លះថែមទាំងជឿថាប្រសិនបើរបបកំហើញនេះត្រូវបានរកឃើញវានឹងអាចជួយឲ្យអាយុរបស់មនុស្សកើនឡើងរហូតដល់120ឆ្នាំដែលអនុញ្ញាតឲ្យមនុស្សរស់នៅបានយូរនិងមានសុខភាពល្អជាងមុនតាមការទូទាយរបស់លោកយាយបាបាវ៉ាន់ហ្គាខាងលើកន្លងមកយើងឃើញថាមានទាំងរឿងល្អនិងរឿងអាក្រក់ប្រសិនបើការទូទាយណាមួយរបស់លោកយាយបាបាវ៉ាន់ហ្គាខ្លាចជាការពិតនៅឆ្នាំ2025នេះនឹងក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ពួកយើងជាច្រើនហើយជាចុងក្រោយសូមអ្នកទាំងអស់គ្នាចូលរួមថែរក្សាចម្រោកតែមួយគត់របស់ពួកយើងដើម្បីអាចឲ្យមនុស្សបន្តវត្តមាននៅលើផែនដីយូរអង្វែងតទៅទៀត